ហេតុអ្វីពេលចូលឆ្នាំចិនគេមិនដែលចោលការលក់មិនសាយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីចេះតែឆ្ងល់បើសិនអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like comment និង share ផងណាឲ្យតែដល់ពិធីបុណ្យចូលឆ្នាំចិនម្ដងបណ្ដាប្រទេសមួយចំនួនដូចជាចិនវៀតណាមនិងសូម្បីតែខ្មែរយើងជាដើមតែងតែឃើញមានការលក់ម៉ុងសាយស្ទើរតែគ្រប់ទីកន្លែងមានទាំងក្នុងផ្ទះមានទាំងនៅតាមផ្លូវពលការលក់ម៉ុងសាយគឺជាអត្តសញ្ញាណមួយដែលត្រូវបានមនុស្សនឹកឃើញនិងចងចាំសម្រាប់ពិធីចូលឆ្នាំចិនតែម្ដងតែអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថាតើដើមកំណើតនៃការលក់ម៉ុងសាយនេះគឺមានប្រវត្តិយ៉ាងណាទៅការលក់ម៉ុងសាយត្រូវបានគេដឹងថាមានដើមកំណើតតាំងពីក្នុងរាជវង្សហាននៅក្នុងអំឡុង206ឆ្នាំមុនគ្រិស្តសករាជដល់220ឆ្នាំនៃគ្រិស្តសករាជពេលនោះការលក់ឬលោតម៉ុងសាយនេះគឺសម្រាប់តែការបួងសួងគោរពដល់ដូនតានិងបួងសួងសុំទឹកភ្លៀងតែប៉ុណ្ណោះតែក្រោយមកខណៈដល់រាជវង្សខាងនិងរាជវង្សសុងការលក់នេះក៏បានក្លាយទៅជាសកម្មភាពកម្សាន្តជាធម្មតាជាពិសេសគឺសម្រាប់ពិធីបុណ្យចូលឆ្នាំចិននេះឯងដោយឡែកមានព្រេងកថាច្រើនណាស់នៅពីក្រោយប្រវត្តិនៃការលក់ម៉ុងសាយនេះប៉ុន្តែមានព្រេងកថាមួយគឺគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងនោះមានដំណាលមួយថាមានភូមិមួយនៅជិតភ្នំនៃភាគខាងត្បូងប្រទេសចិនជារៀងរាល់ឆ្នាំភូមិនេះតែងតែមានសត្វចម្លែកមួយក្បាលដែលមានភ្នែកមួយស្នែងមួយចុះពីលើភ្នំមកបង្កភាពភ័យខ្លាចដល់អ្នកស្រុកជាពិសេសនោះគឺវាបានស៊ីដំណាំអ្នកស្រុកស្ទើរតែទាំងអស់តែម្ដងអ្នកភូមិក៏បានដាក់ឈ្មោះសត្វចម្លែកនោះថានេនស៊ូដែលមានន័យជាភាសាខ្មែរថាសត្វចម្លែកប្រចាំឆ្នាំយ៉ាងណាមិញអ្នកភូមិមិនដឹងពីវិធីបង្ក្រាបសត្វចម្លែកមួយក្បាលនោះទេម្នាក់អស់សង្ឃឹមណាស់ព្រោះត្រូវរស់ក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃដោយឡែកមានថ្ងៃមួយស្រាប់តែមានអ្នកតំណាងម្នាក់បានដើរកាត់ភូមិព្រមទាំងបានប្រាប់ថាសត្វចម្លែកមួយក្បាលនោះវាខ្លាចភ្លើងខ្លាចសំឡេងខ្លាំងនិងខ្លាចពណ៌ក្រហមគ្រាន់តែដឹងហើយភ្លាមអ្នកភូមិក៏បានច្នៃដើមឫស្សីជាមួយនឹងក្រណាត់ពណ៌ក្រហមឲ្យទៅជាគ្រោងរូបសត្វដើម្បីឲ្យមនុស្សពីរនាក់អាចនៅក្នុងនោះបាននៅឆ្នាំក្រោយនៅពេលដែលសត្វចម្លែកនានបានបង្ហាញខ្លួនអ្នកភូមិបានមករៀបចំឲ្យមនុស្សពីរនាក់ពាក់គ្រោងឆ្អឹងសត្វដែលបានរៀបចំរួចនោះទៅលូតបន្លាចសត្វចម្លែកនោះឲ្យអ្នកស្រុកដទៃទៀតក៏បាននាំគ្នាវាចានវាឆ្នាំងឲ្យកើតជាសំឡេងលឺព្រមទាំងបានដុតផាវទៀតផងជាលទ្ធផលបានដូចចិត្តអ្នកភូមិក៏បានដេញសត្វចម្លែកនានបានដោយជោគជ័យហើយក្រោយមកដើម្បីរំលឹកដល់ជ័យជំនះមួយនេះពលរដ្ឋចិនក៏បានតែងតែពាក់ឈុតគ្រោងសត្វដែលបច្ចុប្បន្នជាម៉ុងសាយនេះឯងដើម្បីលក់អបអររៀងរាល់ឆ្នាំថ្មី